អ្នកលេងភ្លើងម៉ូតូនិងកង់3ខុសបច្ចេកទេសសូមដោះចេញជាបន្ទាន់ព្រោះរដ្ឋមន្ត្រីមហាផ្ទៃណែនាំឲ្យប៉ូលីសចាប់ហើយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានក្រើនរំលឹកណែនាំដល់សមត្ថកិច្ចទូទាំងប្រទេសឲ្យចាប់រាល់ម៉ូតូនិងកង់3ដែលកែច្នៃភ្លើងបន្ថែមដែលខុសលក្ខណៈបច្ចេកទេសដើម្បីយកម្ចាស់មកធ្វើការអប់រំណែនាំលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូបញ្ជាក់ថាចំពោះចំណាត់ការនេះបើខាត់បានម៉ូតូឬកង់3ដែលលេងភ្លើងខុសបច្ចេកទេសហើយត្រូវឲ្យជាងមកដោះភ្លើងនោះចេញហើយដាក់ភ្លើងស៊ីនវិញឲ្យដូចដើមចាំឲ្យម្ចាស់យកម៉ូតូឬកង់3ត្រឡប់ទៅផ្ទះវិញម៉ូតូភ្លើងហ្វាជប៉ុនគេធ្វើល្អណាស់ប៉ុន្តែយើងមកដល់កែដាក់អានឹងជាភ្នែកជាច្រមុះអីដល់ពេលជិះយប់មិនដឹងថាអានឹងម៉ូតូឬមួយឡានមិនដឹងស្អីបើថ្ងៃឡើងយើងឃើញប៉ុន្តែបើយប់វិញមើលមិនដឹងស្អីហើយយើងជាអ្នកបញ្ជាឡានឬមួយអ្នកបើកឡានធំមិនដឹងអានឹងស្អីជាសัตว์ជាម៉ូតូជាកង់វាអត់ដឹងឥឡូវឃើញស្នងការដូចជាងដូច5 9 10ស្នងការបានបង្ក្រាបហើយក៏ខ្ញុំសូមអរគុណហើយសូមឲ្យលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយក៏ប៉ុន្តែមួយថាអត់មានឯកសារពាក់ព័ន្ធតែពិតមុននេះបន្តិចខ្ញុំបានតាក់ទងទៅអាដាមហឹមចាន់និងអាដាមជីវហៈហើយតែពិតមានបាទរឿងកែច្នៃមួយចំនួនគឺមិនអនុញ្ញាតទេកែច្នៃម៉ាស៊ីនអារឿងមួយប៉ុន្តែកែច្នៃភ្លើងស្តុបភ្លើងអីនេះអានេះគឺអត់អនុញ្ញាតទេដែលវាអាចប៉ះពាល់ដល់រឿងសន្តិសុខនៃការធ្វើចរាចរណ៍តាមដងផ្លូវបាទតាមដងផ្លូវនេះខ្ញុំសូមឆ្លៀវឱកាសនេះដើម្បីផ្សព្វផ្សាយបន្ថែមដើម្បីជូនទៅដល់អាដាមអាបារាជធានីខេត្តដែលកន្លងទៅមានការសួរដែរថាមេអានេះអត់មានអីការណែនាំប៉ុន្តែឥឡូវចាំណែនាំបើខុសចែកទេចាប់ហ្មងទៅចាំបាច់ណែនាំច្រើនមិនបើរឿងម៉ូតូមួយចាំណែនាំតែខ្ញុំមិនដឹងថាធ្វើម៉េចបាទខុសចាប់ទៅហើយចាប់ហើយមិនមែនបលែងទេចាប់ហើយហៅជាងអ្នកដែលដូរនឹងឲ្យគាត់មកដូរភ្លើងស្តុបដើមហើយមិនឲ្យចេញអត់ផាយបាទឲ្យមកដូរភ្លើងស្តុបស៊ីនរបស់គាត់ឬមួយដូរភ្លើងស្តុបធម្មតាដូចគេឯងហ្នឹងដើម្បីយកទៅវិញបានឲ្យយកទៅវិញហើយចុះកិច្ចសញ្ញាវាមានទៀតហើយដើមច្រើននេះគេគឺនៅបាត់ដំបងច្រើននេះគេមុនដំបងបាទម្ដងតងវងជិះម្ដងចង់ខ្លាចរបស់គាត់ហើយព្រោះគាត់ម្ដង20 30នាក់មិនដឹងគាត់ធ្វើទៅហើយបើយប់វិញយើងមើលពីចម្ងាយអត់ដឹងថាម៉ូតូដូចជាសัตว์អីកំពុងហោះអញ្ចឹងព្រោះភ្នែកមានរូបនេះមានអាភ្នែកអីអាសัตว์សេកសัตว์អីក៏មានដែរហើយពណ៌គ្រប់នឹងការឈូកលឿងក្រហមអីហ្នឹងហើយយើងអត់ដឹងថានឹងជាម៉ូតូស្របពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យចាប់ម៉ូតូដែលលេងភ្លើងខុសបច្ចេកទេសបែបនេះមានបរិវត្តមួយចំនួនស្នើឲ្យចាត់វិធានការនេះចំពោះឡានដែលដាក់គុជដូចគ្នាដែរជាក់ស្ដែងបរិវត្តម្នាក់បានចូលខមមិនបញ្ចេញមតិក្នុងเพจឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាថាសូមគាំទ្រ 100% សូមជួយធ្វើទាំងឡានទាំងម៉ូតូកង់3ផងជាពិសេសឡានកែច្នៃភ្លើងគុជចាំងភ្នែកណាស់ពេលយើងជិះទល់មុខឡានបងម្ដងចង់ធ្លាក់ថ្នល់មើលផ្លូវមិនឃើញតែម្ដងដោយសារចាំងភ្នែកភ្លើងហ្វាគុជពួកគាត់គណៈពលរដ្ឋម្នាក់ទៀតក៏បានលើកឡើងដែរថាបាទសូមគោរពឯកឧត្តមរឿងភ្លើងម៉ូតូសូមលើកលែងភ្លើងចង្គៀងពណ៌សមួយទៅបាទម៉ូតូខ្ញុំជិះពីខេត្តមកធ្វើការនៅភ្នំពេញគ្រាន់តែដាក់អំពូលភ្លើងពណ៌សក៏ផាកដែរអំពូលភ្លើងពណ៌ក្រហមមើលចង្ហុកមិនឃើញបើភ្លើងឡានសុទ្ធតែពណ៌ស